សួស្តីអ្នកទាំងអស់គ្នាអានេះគឺជា gel X glue ស៊េរីថ្មីហើយគឺវាស្ដើងល្អដល់ពេលយើងដាក់លើកញ្ចក់យើងទៅគឺជាប់មើងខ្ញុំសាកលើកញ្ចក់ខ្ញុំហើយសំខាន់ខាងក្រោមនោះគឺដោះមកគឺដូច natural ណាអញ្ចឹងវាអត់ខ្ពស់ដូចជា glue ដតៃហើយទីមួយទៀតវាដាក់ទៅវាអត់ក្តៅដៃទេហើយឥឡូវតន់ promotion អ្នកនរគ្នាសម្រាប់ July 4អញ្ចឹងទិញ10ថែម1 $12ចុះនៅសល់$8បាទសាកមើលសិនបើសិនជាចូលចិត្តចាំទិញច្រើនសាកមួយសិនណាប៉ុន្តែខ្ញុំនឹងបង្ហាញពីវិធីធ្វើយើងត្រៀលយើងរុះកញ្ចក់គេឲ្យស្អាតមកអត់ឲ្យមានធូលីនៅលើកញ្ចក់ណាត្រៀលវាឲ្យម៉ត់តិចមកសំខាន់អត់ឲ្យមានដីអត់មានកំទេចកញ្ចក់នៅលើហ្នឹងឯងបាទត្រៀលតាមអ្វីដែលយើងធ្វើដូចមុនមកណាបន្ទាប់មកយើងប្រើ glue ហ្នឹងមក glue ហ្នឹងយើងដាក់នៅលើខាងក្រោម tip ហ្មងហើយ tip ហ្នឹងអ្នកនរគ្នាប្រើ tip air press ល្អណាអត់ចាំបាច់ត្រៀលបាតខាងក្រោមទេកុំឲ្យមានចំណាយពេលយូរហើយក៏អត់ចាំបាច់ដាក់5មើលដែរហើយកុំឲ្យដាក់ដល់គល់ពេកណាដាក់មកល្មមហើយបន្ទាប់មកយើងបិទមកល្មមហើយយើងយកភ្លើងមកអាំងមកហើយរួចជាស្រេចហើយលឿនទៀតហាលមួយផ្លេតស្ងួតហើយបន្ទាប់មកដាក់លើដៃគេចោះដាក់នៅក្នុងភ្លើងហាលតែមួយផ្លេតស្ងួតហើយបាទសំខាន់វាលឿនហើយជាប់បាន2-3អាទិត្យបាទកុំចង់ជាប់ដល់យូរមួយខែពេកអញ្ចឹងអស់ភ្ញៀវហើយភ្ញៀវលេងមកហើយបាទជាប់ត្រឹម3អាទិត្យហ្នឹងគឺល្អប៉ាកែហើយ fill in fill អីបានដូចគ្នាទាំងអស់ណាហើយ fill in យើងធ្វើដូចអ្វីដែលយើងធ្លាប់ fill in ពីមុនអញ្ចឹងមិនបាច់ចាំ fill in ដោះចេញក៏ស្រួលដែរហើយកៅនេះវាស្ដើងសំខាន់កញ្ចក់គេដូចកញ្ចក់ពិតអញ្ចឹងដោះមកស្រួលអត់មានកពកនៅខាងចុងអា glue ខ្លះកពកនៅខាងចុងក្រាស់ក្បឹកបាទក្រាស់មែនទែនបាទខ្ញុំសម្រាប់ខ្ញុំអត់ចូលចិត្តអាក្រាស់ខាងចុងភ្ញៀវខ្លះក៏គេម៉ាញដែរបាទអត់ត្រូវការប្រាំមើលទេសំខាន់នៅខាងក្រោមហ្នឹងគឺត្រូវកុំឲ្យមានធូលីអា tip ហ្នឹងក៏កុំឲ្យមានធូលីដែរតែមានធូលីគឺមានបញ្ហាហើយដាក់កុំឲ្យហើបណាតែហើបខ្យល់ចូលក៏របបដូចគ្នាដែរមិនថា glue ណាក៏ដូច glue ណាដែរតោះមកយើងរុះរាងធម្មតាដូចអ្វីដែលយើងធ្វើមករុះរាងឲ្យត្រៀលធម្មតាដូចអ្វីដែលយើងធ្លាប់ត្រៀលពីមុនមកត្រៀលតកុលបន្តិចទៅបានហើយរុះរាងឲ្យស្អាតមកត្រៀលតកុលទៅបានហើយត្រៀលហ្នឹងអ្នកអស់កុំត្រៀលខ្លាំងមើលតាណារាងហើបរាងដាក់ដូចចូលខ្យល់អញ្ចឹងយើងត្រៀលទៅបាទត្រៀលតកុលបន្តិចទៅបានហើយមិនចាំត្រៀលច្រើនទេបាទហើយបន្ទាប់មកយើងបោះវាធម្មតាដាក់ top coat យើងធម្មតាទៅវានិយាយទៅគឺធ្វើដូចទូទៅអញ្ចឹងគ្រាន់តែថាវាចំណេញពេលអត់បាច់ត្រូវការ primer អត់បាច់ត្រូវការរុះត្រៀល tip ខាងក្រោមបាទហើយអ្នកនរគ្នាសាកមើលសិនណាសាកមួយដបសិនបើសិនជាចូលចិត្តជាប់ចាំទិញច្រើនគ្រាន់តែថាខ្ញុំបើសិនជាមានចម្ងល់អីអាចតាក់ទងសួរខ្ញុំបានខ្ញុំធានាឲ្យbrand នេះ brand ចេញថ្មីណាហើយខ្ញុំតេស្តហើយលើកញ្ចក់ខ្ញុំអ្នកនរគ្នាដូចឃើញហើយសំខាន់វាអត់ក្រាស់ខាងចុងហើយដុសចេញមកគឺ natural ហ្មងហើយភ្ញៀវគាត់ចូលចិត្តហើយ3-4អាទិត្យភ្ញៀវខ្លះឡើងដល់5អាទិត្យរបកតែ1-2អីទេអាហ្នឹងណាហើយកញ្ចក់ណាក៏វាលបកដែរវាទូទៅហើយបើសំខាន់ទៅលេងសមុទ្រ2-3អាទិត្យសមុទ្រហ្នឹងគឺវាទឹកវាប្រៃវាអាចមានបញ្ហាខ្លះអាហ្នឹងកន្លែងហ្នឹងប៉ុន្តែជាទូទៅគឺប្រើបានហើយជាប់ស្រួលណាស់ហើយសំខាន់លឿនខ្ញុំធ្វើលឿនណាស់អ្នកនរគ្នាបិទតែមួយផ្លេតទេសំខាន់អត់បាច់ចាំដោះចេញផងមកគឺបិទតែមួយផ្លេតគឺហើយបាត់ហើយ gel X បាទហើយអ្នកនរគ្នាពេលដែលគាត់លាងដៃហើយយើងដាក់ base coat ដាក់ឲ្យពណ៌យើងធម្មតាទៅយើងដាក់ top coat រួចជាស្រេចបាទ